មូលហេតុអីបានស្ត្រីមានពពោះមួយចំនួនអាចប្រឈមនឹងការគំរាមរលូតបញ្ហាគំរាមរលូតនឹងកើតឡើងនៅពេលដែលមានការធ្លាក់ឈាមតាមទ្វារមាសនៅអំឡុងពេលពពោះ3ខែដំបូងឬត្រឹមតែ20សប្តាហ៍ការធ្លាក់ឈាមនៅអំឡុងត្រីមាសទី1នឹងកើតឡើងចំពោះស្ត្រីប្រមាណជា25%ស្របពេលដែលស្ត្រីចំនួន50%ទៀតអាចវិវត្តទៅរកការរលូតកូនយ៉ាងណាមិញក្រោយប្រឈមនឹងការគំរាមរលូតស្ត្រីអាចសម្រាលកូនដោយជោគជ័យស្របពេលដែលអ្នកខ្លះទៀតអាចនឹងបាត់បង់កូនតែម្ដងបើយោងតាម website Hello Group Pet មូលហេតុនៃការគំរាមរលូតនឹងអាចមកពីកត្តាជំងឺឆ្លងកូនពងគឺជាសាច់ដុំស្លូតដែលលូតលាស់នៅក្នុងស្បូនជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមសម្ពាធឈាមខ្ពស់ហើយនិងបញ្ហាកពេញទីរ៉ូអ៊ីតការប្រើប្រាស់គ្រឿងស្រវឹងបញ្ហាស្បូនមាត់ស្បូនអសមត្ថភាពមូលហេតុសែនដូចជាអំព្រីយ៉ុងអត់ប្រក្រតីបញ្ហាកដូចជាភាពមិនប្រក្រតីនៅក្រូម៉ូសូមអាចបណ្ដាលឲ្យមានការគំរាមរលូតឬការរលូតនៅត្រីមាសទី1ចំណែកការរលូតនៅត្រីមាសទី2អាចបណ្ដាលមកពីកត្តាម៉ាក់ដូចជាជំងឺទឹកនោមផ្អែមលើសឈាមនិងដុំសាច់ស្បូនខុសប្រក្រតីតកតងជាមួយនឹងសញ្ញាហើយនឹងរោគសញ្ញានៃបញ្ហាគំរាមរលូតវិញគឺអាចមានការធ្លាក់ឈាមពីទ្វារមាសតិចតួចឬច្រើនស្ត្រីខ្លះអាចមានអាការៈចុកពោះអមជាមួយនឹងការធ្លាក់ឈាមរយៈពេលនៃការធ្លាក់ឈាមនឹងអាចមានភាពខុសគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀតអាស្រ័យលើកត្តាបង្កអាចមានការឈឺចាប់នៅអាងតាគៀកឬខ្នងផ្នែកខាងក្រោមអញ្ចឹងពេលណាដែលត្រូវទៅជួបជាមួយនឹងគ្រូពេទ្យចំពោះករណីគំរាមរលូតម៉ាក់គួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមបើសិនបើមានរោគសញ្ញាណាមួយនៃការគំរាមរលូតការព្យាបាលទាន់ពេលវេលាអាចជួយឲ្យយើងទទួលបានលទ្ធផលល្អប្រសើរមួយវិញទៀតយើងគួរប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជាក្នុងករណីមានបញ្ហាសុខភាពណាមួយពេលពពោះ